សេះខ្ជិលកាលពីព្រេងនាយមានអ្នកលក់អំបិលម្នាក់ដែលឧស្សាហ៍ព្យាយាមនិងចិត្តល្អរស់នៅក្នុងទីក្រុងតូចមួយគាត់ឈ្មោះ Henry គាត់មានសេះខ្ជិលមួយក្បាលដែលមិនចូលចិត្តធ្វើការតតែសោះនៅព្រឹកដ៏ស្រស់ស្រាយមួយ Henry កំពុងរៀបចំខ្លួនទៅផ្សារដើម្បីលក់អំបិលដូច្នេះគាត់បានដាក់បាវអំបិលចំនួន8នៅលើខ្នងសេះក៏បានរអិលដួលចុះអព្រះអើយនេះជាអ្វីទៅតើគាត់ចង់សម្លាប់ខ្ញុំដោយសារបាវអំបិលធ្ងន់ទាំងនេះមែនទេខ្ញុំមិនមែនជាយក្សដែលត្រូវមកសែងរបស់ធ្ងន់បែបនេះទេ Henry បានដឹងថាបាវអំបិលកាន់តែធ្ងន់គាត់ក៏ដកបាវមួយចេញដើម្បីទៅដល់ផ្សារពួកគេត្រូវឆ្លងទន្លេមួយហេតុនេះ Henry បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសេះដើម្បីឆ្លងទន្លេបាវអំបិលទាំងអស់ត្រូវបានលក់ក្នុងតម្លៃដែលនឹកស្មានមិនលើយេនេះពិតជាអស្ចារ្យណាស់បើយើងរកលុយបានច្រើនបែបនេះរាល់ថ្ងៃមិនយូរទេយើងនឹងក្លាយជាអ្នកជំនួញដ៏មានទ្រព្យសម្បត្តិនិងល្បីល្បាញពេញទីក្រុងនេះសេះមានអារម្មណ៍ធូរស្រាលពេលត្រឡប់ទៅផ្ទះវិញព្រោះមិនមានអីត្រូវសែងថ្ងៃបន្ទាប់ Henry បានដាក់បាវអំបិលលើខ្នងសេះក៏សេះដ៏គួរឲ្យស្រឡាញ់របស់ខ្ញុំចូលចាប់ផ្ដើមដើរហើយឆ្លងទន្លេទៅចាំបន្តិចខ្ញុំនឹងរៀបចំអាហារខ្លះសម្រាប់យើងហើយខ្ញុំនឹងទៅតាមក្រោយគេរួចគាត់ក៏ចូលទៅក្នុងផ្ទះហើយវិចខ្ចប់អាហារសេះក៏ចាប់ផ្ដើមដើរអូទៅផ្សារទៀតហើយហេតុអ្វីបានជាគាត់ដាក់របស់ធ្ងន់ទាំងនេះលើខ្នងខ្ញុំនឹងបាក់ហើយជំនួសឲ្យការលក់អំបិលទាំងនេះគាត់គួរតែលក់ខ្ញុំឲ្យអ្នកណាផ្សេងដើម្បីឲ្យខ្ញុំបានសម្រាកឲ្យបានស្រួលបន្ទាប់ពីដើរបាន 2-3 នាទីសេះក៏ទៅដល់មាត់ទន្លេខណៈពេលកំពុងឆ្លងទន្លេស្រាប់តែសេះរអិលជើងលើថ្មធំមួយហើយអង្គុយចុះទាំងសេះទាំងអំបិលបានលិចចូលទៅក្នុងទឹកសេះក៏ចាប់ផ្ដើមស្រែករកជំនួយសូមជួយខ្ញុំផងអ្នកណាក៏បានជួយខ្ញុំផងទីបំផុតវាក៏ព្យាយាមឆ្លងទន្លេបានសម្រេចនៅពេលសេះឡើងពីក្នុងទឹកវាមានការភ័យខ្លាចនិងតក់ស្លុតប៉ុន្តែបន្ទាប់មកវាក៏មានអារម្មណ៍អ្វីម្យ៉ាងក៏បាវទាំងនេះនៅតែនៅលើខ្នងខ្ញុំចុះហេតុអ្វីបានជាខ្នងខ្ញុំមានអារម្មណ៍ថាស្រាលម្លេះអូទន្លេនេះមានមន្តអាគមអ្វីម្យ៉ាងនៅពេលដែល Henry និងសេះទៅដល់ផ្សារដើម្បីលក់អំបិលវាមានទម្ងន់ត្រឹមតែពាក់កណ្ដាលនៃអ្វីដែលគាត់បានផ្ទុកដំបូងគាត់គិតថាប្រហែលជាគាត់ថ្លឹងខុសហើយប៉ុន្តែរឿងដែលនេះកើតឡើងជារៀងរាល់ថ្ងៃពេញមួយសប្តាហ៍ Henry ចាប់ផ្ដើមមានការសង្ស័យលើសេះនោះថ្ងៃមួយបន្ទាប់ពីផ្ទុកបាវអំបិលលើខ្នងសេះរួច Henry ក៏ចាប់ផ្ដើមដើរតាមសេះនៅពេលសេះទៅដល់កណ្ដាលទន្លេវាក៏អង្គុយចុះនៅកណ្ដាលទឹកបណ្ដាលឲ្យអំបិលពាក់កណ្ដាលរលីអស់សេះសប្បាយចិត្តណាស់ស្រាលខ្លួនហើយក៏មិនសូវហត់ឈប់សិនតើសេះនេះអង្គុយក្នុងទឹកដោយចិត្តនាលមិនអាចទៅរួចទេខ្ញុំនឹងបង្រៀនវាឲ្យចេះចាំព្រឹកបន្ទាប់សេះគិតថាវាមានវិធីដ៏ល្អឥតខ្ចោះដើម្បីគេចពីការងារប៉ុន្តែ Henry មានគម្រោងផ្សេង Henry បានផ្ទុកបាវចំនួន8លើខ្នងសេះអូថ្ងៃនេះ8បាវប៉ុន្តែហេតុអ្វីបានជាខ្ញុំមិនមានអារម្មណ៍ថាធ្ងន់សោះសេះនៅតែបន្តដើរហើយពេលឆ្លងទន្លេវាក៏អង្គុយចុះនៅកណ្ដាលទឹកដូចរាល់ដងប៉ុន្តែនៅពេលដែលសេះព្យាយាមងើបឡើងភ្លាមនោះHenry សើចចំអកពេលឃើញបែបនេះដោយគិតថាគាត់បានបោកសេះដោយដាក់សម្លេក្នុងបាវជំនួសវិញសម្លេដែលជោគទឹកកាន់តែធ្ងន់ដែលធ្វើឲ្យសេះស្ដាយក្រោយចំពោះកំហុសរបស់វាឥឡូវនេះឯងច្បាស់ជាបានរៀនមេរៀនមួយហើយថាកុំឲ្យខ្ជិលច្រអូសក្នុងការងារដោយដឹងពីកំហុសរបស់ខ្លួនសេះក៏ដឹកបាវសម្លេសាមទាំងអស់នោះទៅកាន់ផ្សាររួចត្រឡប់ទៅផ្ទះវិញហើយត្រូវរកជាមួយ Henryចាប់ពីថ្ងៃនោះមកសេះមិនដែលប្រើល្បិចកលអាក្រក់ដើម្បីបោកប្រាស់ម្ចាស់វាទេតឡើយហើយពួកគេទាំងពីររស់នៅដោយសប្បាយរីករាយនិងខិតខំធ្វើការកាន់តែឆ្លាតវៃមេរៀនពីសាច់រឿងនេះគឺភាពខ្ជិលមិនអាចជួយអ្នកបានឡើយ
ចូលខិតខំធ្វើការឲ្យឆ្លាតវៃ